រឿងកុមារាដូចនឹងដំណើរកំសាន្តដ៏ឆ្ងាយដូចគឺជាក្មេងប្រុសម្នាក់ដែលរស់នៅក្បែរព្រៃភ្នំដ៏ធំមួយក៏ចូលចិត្តការដើរលេងណាស់រាល់ពេលព្រះអាទិត្យរះដូចតែងតែលួចលូនចេញពីផ្ទះហើយដើរទៅរកមើលការថ្មនិងសត្វល្អិតចម្លែកៗនៅក្នុងព្រៃថ្ងៃមួយដូចបានឃើញមេអំបៅពណ៌មាសដ៏ធំមួយហើរយ៉ាងលឿនគាត់ក៏រត់តាមវាចូលទៅក្នុងព្រៃកាន់តែជ្រៅទៅទៀតដោយភ្លេចគិតថាខ្លួនទំពុងដើរឆ្ងាយពីផ្ទះប៉ុណ្ណាហើយពេលមេអំបៅបាត់ចូលក្នុងកំពតដូចក៏ឈប់ពេលនោះហើយដែលដូចដឹងថាខ្លួនបាត់បង់ផ្លូវហើយព្រីចាប់ផ្ដើមមើលទៅដូចគ្នាទាំងអស់ធ្វើឲ្យដូចមានអារម្មណ៍ភ័យបន្តិចប៉ុន្តែភ្លាមនោះគាត់បានឮសំឡេងខ្សិបខ្សៀវមួយចេញពីផ្កាឈូករត់ពណ៌ស្វាយដ៏ធំដែលមិនធ្លាប់ឃើញពីមុនមកការបាននិយាយថាកុមារាអើយកុំភ័យអីធម្មជាតិមានផ្លូវរបស់វាត្រូវមើលជុំវិញខ្លួនដោយយកចិត្តទុកដាក់ដោយក៏នឹកឃើញដល់អ្វីដែលផ្កានិយាយគាត់ចាប់ផ្ដើមដើរយឺតដោយព្យាយាមស្វែងរកសញ្ញាធម្មជាតិតូចដែលគាត់ធ្លាប់បានឃើញពេលដើរតាមមេអំបៅគាត់នឹកឃើញដល់ដើមកគាដ៏ខ្ពស់មួយដែលមានមែកបាក់រាងដូចដៃចង្អួតផ្លូវនោះទីបញ្ចប់គាត់ក៏ប្រទះឃើញដើមកគាចាស់នោះហើយគាត់ដឹងថាបើគាត់ដើរតាមទិសដៅដែលមែកឈើនោះចង្អុលគាត់នឹងទៅដល់ផ្ទះវិញមិនខានអរគុណដល់ការចេះសង្កេតរបស់គាត់ដោយក៏បានដើរចេញពីព្រៃហើយត្រឡប់ទៅដល់ផ្ទះវិញដោយសុវត្ថិភាពម្ដាយរបស់គាត់អបគាត់យ៉ាងណែនដោយបានរៀនមេរៀនដ៏មានតម្លៃថាការរុករកគឺជារឿងល្អប៉ុន្តែយើងត្រូវតែចេះចំណាំផ្លូវជានិច្ចចាប់ពីពេលនោះមកដោយនៅតែចូលចិត្តដើរលេងដដែលប៉ុន្តែគាត់តែងតែប្រាប់ម្ដាយមុននិងចេះមើលសញ្ញាចំណាំផ្លូវមុននឹងដើរទៅឆ្ងាយមេរៀនអប់រំការរៀនសូត្រពីធម្មជាតិធ្វើឲ្យយើងខ្លាយទៅជាអ្នកសង្កេតការណ៍ដ៏ល្អហើយការចេះសង្កេតដោយយកចិត្តទុកដាក់គឺជាគន្លឹះជួយឲ្យយើងចេះរកផ្លូវចេញពីបញ្ហាគ្រប់យ៉ាង